តោមស្រាយនិទានខ្មែរសូមជូនរឿងកម្ពីរវាងពស់វែកនិងគូស្វាមីភរិយាកាលពីព្រេងនាយមានពស់វែកធំពីរនាក់ប្តីប្រពន្ធរស់នៅក្នុងព្រៃជ្រៅពួកវាស្រឡាញ់គ្នាណាស់រហូតដល់ថ្ងៃមួយមេពស់បានពងចាញ់មួយគ្រាប់បើទោះបីមានពងតែមួយគ្រាប់ក៏ដោយក៏ពួកវាត្រេកអរនឹងហួងហែងកូននៅក្នុងពងនោះបំផុតជារឿយៗពស់ប្តីតែងតែរកចំណីឲ្យប្រពន្ធដែលកំពុងតែក្រាបយឺមពងមិនឲ្យឃ្លាតឃ្លានឡើយដើម្បីរងចាំថ្ងៃកូនតូចចេញមកមើលពិភពលោកខាងក្រៅថ្ងៃមួយមេពស់នឹកចង់ស៊ីសាច់មាន់ពស់ប្តីក៏ខំប្រឹងទៅរកលួចមាន់នៅក្នុងទ្រុងរបស់អ្នកភូមិប៉ុន្តែជាអកុសលវាត្រូវបានម្ចាស់ផ្ទះបាញ់សម្លាប់ពស់ប្តីបានវាមកដាច់ខ្យល់ស្លាប់ចំពោះមុខប្រពន្ធព្រមជាមួយនឹងសាកសពមាន់ដ៏ធំមួយវាសនាដ៏សាងកំសត់របស់ប្រពន្ធកូននឹងទៅជាយ៉ាងណាមេពស់យំសោកបោកខ្លួនរហូតចង់ស្លាប់ទៅតាមប្តីប៉ុន្តែនៅពេលដែលឃើញពងញាប់ញ័រចិត្តនឹងញាស់ចាញ់វាដឹងខ្លួនថាខ្លួនត្រូវតែរស់ដើម្បីការពារកូនមេពស់ចាប់ផ្ដើមវាទៅរកចំណីដែលកាន់តែពិបាករកទៅព្រោះមនុស្សចាប់ផ្ដើមមកដាក់ទីលំនៅឋានច្រើនទៅវាក៏គិតថាពេលកូនវាញាស់វានឹងនាំកូនវារត់ទៅនៅក្នុងព្រៃឲ្យកាន់តែជ្រៅបំផុតដើម្បីគេចពីមនុស្សចិត្តខ្មៅទាំងអស់នោះថ្ងៃមួយមេពស់វាកាត់មកផ្ទះមួយបានឃើញមេមាន់ដ៏ធំនិងកូនមួយវងក៏គិតថាចាប់ស៊ីម្ចាស់ផ្ទះឃើញកន្ទុយពស់វាកាត់ក៏ខឹងសម្បាយ៉ាងខ្លាំងដោយពេលកន្លងធ្លាប់មានពស់មកលួចស៊ីមាន់របស់ខ្លួនក៏ដេញតាមរហូតទៅដល់រូងហើយបានលួចយកពងពស់នោះទៅបាត់មេពស់ឈឺចាប់ខ្លាំងណាស់វាក៏បានដេញទៅតាមដល់ផ្ទះដោយមិនខ្លាចស្លាប់ម្ចាស់ផ្ទះមានឈ្មោះថាភូថនបានយកពងពស់ទៅឲ្យប្រពន្ធឈ្មោះថានាងប៊ូស្ងោស៊ីជាអាហារនៅពេលល្ងាចពួកគេមានកូនស្រី2នាក់តូចមានឈ្មោះថានាងណយដែលកំពុងតែដើរតេះតាស់នៅលើផ្ទះពេលមេពស់ឃើញកូនរបស់ខ្លួនត្រូវគេស្ងោនៅក្នុងទឹកពុះវាឈឺចាប់ស្ទើរតែប្រេះទ្រូងទៅហើយដោយក្តីក្រោធខឹងនិងគុំគួនមេពស់បានវាទៅចឹកកូនស្រីរបស់ប្តីប្រពន្ធ2នាក់នោះរហូតដល់ស្លាប់ពុទ្ធថនឃើញហេតុការណ៍ក៏បានយកកំភ្លើងដេញបាញ់ពស់រហូតដល់ស្លាប់ដែរប្តីប្រពន្ធទាំង2នាក់យំសោកបោកខ្លួននិងចង់អាឃាតទៅលើពស់នេះយ៉ាងខ្លាំងទោះបីជាស្លាប់ក៏ដោយក៏គាត់យកសាសក់ទៅកាប់ចិញ្ច្រាំជាមួយនឹងកាំបិតដោយក្តីគុំគួនបញ្ហានេះធ្វើឲ្យកម្ពីរវាងពួកគេមិនអាចបញ្ចប់បានឡើយ2ឆ្នាំក្រោយមកនាងប៊ូមានកូនប្រុសម្នាក់ឈ្មោះថាណូប៉ូក្មេងនេះកើតមកមានប្រជ្រួយក្រហមធំនៅដៃខាងឆ្វេងដែលមានរូបរាងស្រកាពស់ពេលអាយុ2ឆ្នាំណូប៉ូមិនព្រមដើរទេគឺវាចូលចិត្តវាដូចពស់ធ្វើឲ្យឪពុកម្ដាយនឹកឃើញរឿងអតីតកាលកាលពី3ឆ្នាំមុនហើយចាប់ផ្ដើមស្អប់ខ្ពើមនិងរើសអើងកូនខ្លួនឯងពួកគេចិញ្ចឹមណូប៉ូតាមតែមានតាមតែបានគ្មានក្តីស្រឡាញ់ឲ្យឡើយរហូតដល់អាយុ4ឆ្នាំទើបគេចាប់ផ្ដើមដើរបានហើយស្លាកស្នាមស្រកាពស់នៅលើដៃក៏ចាប់ផ្ដើមរលុបម្ដងបន្តិចលុះដល់អាយុ10ឆ្នាំណូប៉ូជាក្មេងខំធ្វើការមិនដែលត្អូញត្អែរៀងរាល់ពេលចូលព្រៃរកអស់ណូប៉ូតែងមានអារម្មណ៍ថាមានភ្នែកមួយគូដែលតែងតែសម្លឹងមករកខ្លួនដោយក្តីបារម្ភដែលធ្វើឲ្យមានអារម្មណ៍ថាកក់ក្ដៅជាងនៅផ្ទះថ្ងៃមួយណូប៉ូបានទៅដងទឹកត្រូវក្មេងទំនើងក្នុងភូមិធ្វើបាបចាក់ទឹកចោលអស់និងសើចចំអកថែមទាំងស្រែកថាអាក្មេងចម្លែកមានស្រកាពស់ណូប៉ូយំសោកបោកខ្លួនប្រខ្លាចម្ដាយជេរពេលគេសម្រាលលក់នៅក្នុងព្រៃដោយអស់កម្លាំងវិញ្ញាណមេពស់ដែលឥឡូវខ្លាចជាពាក់កណ្ដាលខ្មោចនិងពាក់កណ្ដាលពស់បានមកជួយនាងបានប្រើវីតាមុនដាក់ទឹកឲ្យពេញធុងវិញនិងយកទន្សាយ3ក្បាលដាក់នៅលើរទេះឲ្យកូនដើម្បីឲ្យកូនមានលេសប្រាប់ឪពុកម្ដាយពេលណូប៉ូត្រឡប់ទៅដល់ផ្ទះនាងប៊ូនិងពូថនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីដែលឃើញទន្សាយណូប៉ូបានកុហកថាខ្លួនបានយកដុំថ្មគប់ពូថនមិនជឿក៏ឲ្យណូប៉ូសាឡបងគប់មាន់ក៏ស្រាប់ពេលនោះដុំថ្មក៏មានកម្លាំងខ្លាំងខុសពីធម្មតាធ្វើឲ្យមាន់ងាប់ភ្លាមឃើញបែបនេះឪពុកម្ដាយកាន់តែខ្លាចនិងជឿជាក់ថាណូប៉ូគឺជាបិសាចពស់មកចាប់ជាតិពួកគេបានបង្គាប់ឲ្យណូប៉ូទៅដេកនៅកន្លែងក្បែរចង្ក្រានបាយក្រោយផ្ទះដោយប្រើលេសថាខ្លាចណូប៉ូរងានៅក្នុងយប់នោះពូថននិងនាងប៊ូបានលួចពិភាក្សាគ្នាដើម្បីយកណូប៉ូទៅបោះបង់ចោលនៅក្នុងព្រៃនៅលើភ្នំពូថនយល់ថាណូប៉ូគឺជាក្មេងចង្រៃនាំឲ្យភាពអាម៉ាស់ដល់គ្រួសារទោះបីជាណូប៉ូមិនដែលបង្កបញ្ហាអ្វីក៏ដោយខណៈពេលនោះវិញ្ញាណមេពស់បានបង្ហាញខ្លួននៅក្នុងសុបិនរបស់ណូប៉ូអង្អែលក្បាលគេដោយក្តីអាណិតអោកូនមានម្ដាយអត់ធ្មត់បន្តិចទៅកូនកម្ពីរបស់កូនច្រើនណាស់
ម្ដាយនឹងការពារកូនឲ្យអស់ពីសមត្ថភាពមេពុះក៏ដឹងថានពរគឺជាកូនរបស់ខ្លួនកាលពីជាតិមុនដែលត្រូវកើតមកជាកូនសត្រូវដើម្បីដោះស្រាយកម្មពៀនាងតែងតែបង្ហាញខ្លួននៅពេលដែលកូនមានបញ្ហានិងមានគ្រោះថ្នាក់លុះព្រឹកឡើងពូថនបានហៅនពរឲ្យក្រោកឡើងដើម្បីត្រៀមខ្លួនឡើងលើភ្នំទៅរកទំពាំងប៉ុន្តែតាមពិតទៅគឺជាផែនការយកកូនទៅបោះបង់ចោលនៅក្នុងព្រៃជ្រៅនពរក្រោកឡើងទាំងស្ដាយសុបិនដល់សែនកក់ក្ដៅគេបានរៀបចំខ្លួននិងញ៉ាំបាយកកដែលឪពុកបណ្ដាយបន្សល់ទុកឲ្យដើម្បីធ្វើដំណើរទៅកាន់ព្រៃភ្នំដែលគេមិនដឹងថាកន្លែងនោះត្រូវគេយកខ្លួនទៅបោះបង់ចោលឡើយពូថននិងនាងបូបាននាំនពរដើរកាត់ព្រៃជ្រៅឡើងភ្នំកាន់តែខ្ពស់ដែលពោពេញទៅដោយដើមឈើធំធំបាំងពន្លឺថ្ងៃជិតឈឹងនពរខំប្រឹងដើរតាមក្រោយដោយបែកញើសហូរស្រោចខ្លួនក្នុងចិត្តគិតម្យ៉ាងគឺចង់ជួយរកទំពាំងឪពុកម្ដាយដើម្បីយកទៅធ្វើម្ហូបនពរឯងអង្គុយចាំត្រង់នេះនៅកន្លែងឈើធំនេះសិនហើយនៅមើលកន្ត្រកនឹងបាវកុំដើរតាណាឲ្យសោះចាំម៉ែនឹងពុកឯងទៅរកមើលទំពាំងជ្រលងភ្នំខាងមុខបន្តិចនាងប៊ូក៏និយាយទាំងមិនហ៊ានសម្លឹងចំមុខកូនឡើយរួចក៏ដើរប្រញាប់ចេញទៅជាមួយនឹងប្តីយ៉ាងលឿននពរអង្គុយរងចាំអស់ជាច្រើនម៉ោងរហូតដល់ពន្លឺព្រះអាទិត្យចាប់ផ្ដើមរលត់ទៅជំនួសមកវិញដោយភាពងងឹតត្រជាក់និងសំឡេងសត្វព្រៃយំគួរឲ្យខ្លាចគេចាប់ផ្ដើមស្រែកហៅពុកម៉ែតើអ្នកនៅទីណាកូនខ្លាចណាស់ប៉ុន្តែមិនមានសំឡេងតបតមកវិញឡើយនពរដឹងខ្លួនច្បាស់ថាគេត្រូវបានឪពុកម្ដាយយកមកបោះបង់ចោលហើយគេអោបជង្គង់យំខ្សឹបខ្សួលម្នាក់ឯងនៅក្នុងចិត្តឈឺចាប់ជាងត្រូវគេវាយដំបងទៅទៀតរំពេចនោះពន្លឺពណ៌សស្ដាងក៏បានអណ្ដែតចេញពីគុម្ពព្រៃជាមួយនឹងសំឡេងវាស្រាប់ពស់វែកធំមួយក្បាលក៏បានបង្ហាញខ្លួនប៉ុន្តែរូបរាងរបស់វាបានប្រែក្លាយជាស្ត្រីនៅក្នុងឈុតសដែលតែងតែធ្លាប់ឃើញនៅក្នុងសុបិនកូនមានម្ដាយកុំយំនាងងងាយក្បាលនពរដោយក្តីមេត្តានពរសម្លឹងមុខនាងទាំងទឹកភ្នែកហើយគេក៏បាននិយាយថាលោកយាយតើលោកយាយជាអ្នកណាហេតុអីលោកយាយតែងតែជួយខ្ញុំរហូតស្ត្រីនោះក៏ដកដង្ហើមធំរួចក៏រៀបរាប់ទាំងទឹកភ្នែកថាជាតិមុនឯងគឺជាកូនរបស់ម្ដាយគឺជាពស់វែកដែលត្រូវឪពុកម្ដាយរបស់ឯងជាតិនេះសម្លាប់កម្មពៀតម្រូវឲ្យឯងកើតនៅក្នុងផ្ទះសត្រូវដើម្បីដោះស្រាយបំណុលចាស់ប៉ុន្តែពេលនេះពួកគេបានកាត់ផ្តាច់ចំណងមេត្រីភាពនេះដោយខ្លួនឯងហើយនាងបានបង្ហាញឲ្យនពរឃើញពីអតីតជាតិតាមរយៈពន្លឺអាតកំបាំងនពរបានឃើញរូបភាពពស់ប្តីប្រពន្ធនិងពងពស់ដែលគេត្រូវយកទៅស្ងោរគេចាប់ផ្ដើមយល់ពីមូលហេតុដែលគេចូលចិត្តវានិងមានស្រកានៅលើដៃហើយមេពស់ក៏បាននិយាយថាម្ដាយមិនអាចនាំឯងទៅរស់នៅជាមួយបានទេព្រោះម្ដាយជាវិញ្ញាណប៉ុន្តែម្ដាយនឹងនាំឯងទៅរកកន្លែងដែលឯងរស់នៅបានមេពស់បាននាំនពរដើរកាត់ព្រៃជ្រៅរហូតដល់អាស្រមរបស់ព្រះឥសីមួយអង្គដែលគង់នៅដោយធម្មមេត្តាព្រះឥសីបានជ្រាបរឿងរ៉ាវទាំងអស់ដោយតាមរយៈវិញ្ញាណរួចមកហើយក៏ព្រមទទួលនពរយកមកចិញ្ចឹមបង្ហាត់បង្រៀនមុនវិជ្ជាផ្សេងចំណែកឯពូថននិងនាងប៊ូវិញក្រោយបោះបង់កូនចោលពួកគេរស់នៅទាំងភ័យខ្លាចជានិច្ចរៀងរាល់យប់ពួកគេតែងតែសុបិនឃើញពស់វាពេញផ្ទះនិងមានសម្លេងក្មេងយំមិនយូរប៉ុន្មានផ្ទះសម្បែងរបស់ពួកគេក៏ត្រូវភ្លើងឆេះអស់គ្មានសល់ឡើយសូម្បីតែអ្នកភូមិក៏លែងចង់រាប់អានពួកគេដែរពួកគេត្រូវចំណាយជីវិតចុងក្រោយរបស់ពួកគេរស់នៅក្នុងស្ថានភាពឯកានិងវិបដិសារីដោយមិនអាចលុបលាងបាន10ឆ្នាំក្រោយមកនពរបានក្លាយជាយុវជនម្នាក់ដែលមានរូបរាងសង្ហាដែលមានចំណេះដឹងខ្ពស់គេបានលាចាកពីអាស្រមដើម្បីដើរទៅជួយមនុស្សសពសត្វទាំងឡាយទាំងពួងដោយក្តីមេត្តានិងមិនចងគំនុំអ្នកណាឡើយគេតែងតែជួយដុតធូបឧទ្ទិសកុសលដល់ម៉ែពស់របស់គេជានិច្ចហើយស្រកានៅលើដៃរបស់គេក៏ប្រែក្លាយជាស្លាកស្នាមផ្កាឈូកដ៏ស្រស់ស្អាតតំណាងឲ្យភាពរលាយកម្ពីទាំងពួងសេចក្តីអធិដ្ឋាននៃមូលហេតុចុងក្រោយមូលហេតុដែលរឿងចប់ត្រង់នពរក្លាយជាអ្នកមានបុណ្យបារមីព្រោះគេជ្រើសរើសផ្លូវដើរអហិង្សាបើទោះបីជាឪពុកម្ដាយធ្វើបាបយ៉ាងណាក៏គេមិនត្អូញត្អែមិនគុំគួនការមិនតបស្នងនេះហើយគឺជាថ្នាំរលាយកម្ពីចាស់ដ៏ស័ក្តិសិទ្ធិបំផុតអនុភាពនៃក្តីស្រឡាញ់របស់ម្ដាយសេចក្តីស្រឡាញ់របស់មេពស់បានបង្ហាញថាមេត្រីភាពមិនមានព្រំដែនកំណត់ឡើយទោះបីនាងជាសត្វហើយស្លាប់ទៅជាវិញ្ញាណក៏ក្តីមេត្តារបស់នាងចំពោះកូនបានក្លាយជាពន្លឺដ៏ភ្លឺនាំផ្លូវឲ្យនពរជួបជាមួយនឹងតាឥសីនិងមានជីវិតថ្មីរុងរឿងផលវិបាកនៃការដាច់ធម៌មេត្តាចំពោះពូថននិងនាងប៊ូជាមូលហេតុដែលធ្វើពួកគេធ្លាក់ខ្លួនក្រីក្រនិងរស់នៅក្នុងស្ថានភាពភ័យខ្លាចជាទីបំផុតនោះគឺមកពីចិត្តអកតេ
ការដែលមើលឃើញតែកំហុសរបស់អ្នកដទៃប៉ុន្តែមិនមើលឃើញពីកំហុសខ្លួនឯងបានធ្វើឲ្យជីវិតរបស់ពួកគេឆេះខ្លោចដោយភ្លើងគំនុំនិងវិបដិសារីជាចុងក្រោយចិត្តធម៌មេត្តារបស់ម្ដាយនិងកូនពិតជាមិនអាចកាត់ថ្លៃបានទោះខ្លួនខ្លាយទៅជាវិញ្ញាណក៏ដោយក៏នៅតែតាមថែរក្សាកូនក្តីស្រឡាញ់ម្ដាយពិតជាធំធេងណាស់ពុំមានអ្វីប្រៀបធៀបបានឡើយបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានជាមួយនឹងវីដេអូឬនិទានថ្មីៗពីខ្ញុំ Admin Pro Steel